ជំរាបសួរគ្នាយើងឯនឹងអេដមីននឹងបន្តសម្រាប់សាច់រឿងវ៉ានរបស់យើងភាគ4ជាបន្តទៀតហើយក៏សូមអភ័យទោសផងដែលចេញរឿងឲ្យអ្នកទាំងអស់គ្នាយូរដោយសារតែ page admin នេះគឺត្រូវបានជាប់ពំរាមរយៈពេល1សប្តាហ៍ទៅគេឲ្យចេញរឿងចឹងហើយបានជាឃើញ admin ទៅតែផលសាច់រឿងមួយនេះ admin ក៏មានតែពាក្យថាសូមទោសហើយកុំភ្លេចចុច like និង subscribe ផងតោះឥឡូវយើងកុំឲ្យខាតពេលវេលាច្រើនសូមទៅស្ដាប់ការសម្រាយជាមួយនឹង admin ទាំងអស់គ្នាទៅកាលពីភាគមុនយើងបានដឹងហើយថាភូមិរបស់វ៉ានគឺត្រូវបានវាយប្រហារដោយក្រពើបុរាណប្រជាជនគ្រប់គ្នាម្នាក់ៗសុទ្ធតែខ្លាចជាមួយនឹងក្រពើទាំងអស់នោះតែនៅពេលនោះវ៉ានរបស់យើងក៏បានសំណូមពរទៅកាន់ប្រជាជនរបស់គាត់ពួកយ៉ាងណាដើម្បីជួយគ្នាក្នុងការយកឈ្នះទៅកាន់ពួកក្រពើទាំងអស់នោះមិនឲ្យពួកគេខ្លាចបែបនេះនោះទេប្រជាជនទាំងអស់ក៏បានយល់ព្រមទៅនឹងសំណើរបស់វ៉ានហើយពួកគេក៏មានកម្លាំងចិត្តតស៊ូនៅក្នុងការប្រយុទ្ធទៅកាន់សត្វទាំងអស់នោះវ៉ានបានបញ្ជាឲ្យអ្នកភូមិមួយចំនួនឡើងទៅលើរបងដើម្បីប្រើប្រាស់នៅធ្នូទាំងអស់នោះនៅក្នុងការវាយប្រហារទៅកាន់ក្រពើបុរាណដែលបានមកអុកលុកភូមិរីឯវ៉ានខ្លួនឯងគាត់ក៏ចង់ទៅជួយទៅកាន់ពួកអ្នកភូមិទាំងអស់នោះផងដែរប៉ុន្តែនៅពេលនោះក៏ត្រូវបានធារបស់យើងចាប់ដៃជាប់ហើយយើងក៏មិនដឹងថាវ៉ានស្ដាប់តាមធាឬអត់នោះទេឥឡូវយើងកាត់ទៅមួយប្លង់ទៀតមេតបឌីក៏បានបញ្ជាឲ្យអ្នកភូមិទាំងអស់នោះធ្វើការបាញ់ព្រួញទៅព្រួញដែលបានបាញ់ចេញទៅក៏ត្រូវទៅនឹងក្បាលរបស់ពួកក្រពើបុរាណទាំងអស់នោះហើយក្រពើមួយចំនួនក៏ត្រូវដេកស្លាប់នៅពេលនោះផងដែរកងទ័ពទាំងពីរនាក់របស់មេតបឌីក៏បាននិយាយថាបើសិនជាធ្វើបែបនេះគឺមិនកើតនោះទេដោយសារតែសាច់ក្រពើនេះគឺវាមានចំនួនច្រើនមែនទែនហើយបើមិនដោយឲ្យពួកវាធ្វើបែបនេះទៀតក្រពើមួយចំនួននឹងអាចចូលទៅកាន់ក្នុងភូមិបានតែបើទោះបីជាយ៉ាងណាក៏ដោយមេតបឌីរបស់យើងក៏នៅតែទុកចិត្តជាមួយនឹងផែនការរបស់វ៉ានអញ្ចឹងមេតបឌីនៅពេលដែលគាត់និយាយហើយក៏មិនបានផ្លាស់ប្ដូរផែនការអ្វីផងដែរនឹងបន្តផែនការរបស់វ៉ានជាបន្តទៀតបន្ទាប់ពីអរិយាពេលយ៉ាងយូរទៅយើងក៏បានឃើញថាផែនការរបស់វ៉ានពិតជាទទួលបានសម្រេចមែនទែនដោយសត្វទាំងអស់នោះក៏ត្រូវបានស្លាប់ក្រោមស្នាដៃរបស់ព្រួញឬក៏ស្នាទាំងអស់នោះឯងមិនថាប្រជាជននិងអ្នកឯណាទៀតនោះទេគឺពួកគេសប្បាយចិត្តនឹងជ័យជំនះមួយនេះខ្លាំងមែនទែនមេតបឌីរបស់យើងក៏បានលួចសរសើរទៅកាន់វ៉ានផងដែរបន្តមកទៀតប្រជាជននៅក្នុងភូមិក៏បានប្រមូលនៅសាកសពទាំងអស់នោះដើម្បីមកភ្លាឬក៏ធ្វើជាម្ហូបអីផ្សេងហើយពួកគេម្នាក់ៗគឺពិតជាសប្បាយចិត្តយកទៅមែនទែនហើយដែលពួកគេគឺមិនដែលទទួលបានអារម្មណ៍បែបនេះពីមុនមកនោះទេខណៈពេលដែលពួកគេកំពុងតែសប្បាយចិត្តជាមួយនឹងការជប់លៀងមួយនោះ Adventurer របស់យើងទាំង3នាក់ក៏បានអួតពីដាវដែលវ៉ានរបស់យើងបានធ្វើឲ្យផងដែរនៅពេលដែលបានដឹងថាដាវទាំងអស់នោះគឺសុទ្ធតែធ្វើចេញពីវ៉ានហើយសុទ្ធតែមានសមត្ថភាពពិសេសរៀងៗខ្លួនបែបនេះមេតបឌីព្រមទាំងកងទ័ពរបស់គាត់ប្រមាណអ្នកទៀតគឺថាមានការចំណែនខ្លាំងមែនតើនឹងបានសួរទៅកាន់វ៉ានតើដាវមួយត្រូវចំណាយប្រាក់ប្រមាណទៅខ្ញុំចង់ឲ្យវ៉ានធ្វើឲ្យខ្ញុំមួយដែរនៅពេលនោះលោកគ្រូផាដាក៏បាននិយាយប្រាប់ទៅកាន់វ៉ានថានៅពេលនេះភូមិរបស់យើងគឺទទួលបានកាក់មាសច្រើនខ្លាំងណាស់រហូតដល់150លានឯណោះវ៉ានក្រោយនៅពេលដែលបានលើសម្ដីរបស់លោកគ្រូផាដានិយាយបែបនេះហើយគាត់ក៏បាននឹកឃើញពីបញ្ហាមួយទៀតហើយដោយប្រសិនបើឪពុករបស់គាត់ដឹងអំពីស្ថានភាពនៅក្នុងភូមិនេះនឹងដឹងថាវាគឺជាកន្លែងដែលរកប្រាក់ចំណេញបានច្រើននោះគាត់នឹងត្រូវបានគេរុញចេញទៅកាន់ព្រំដែនមួយផ្សេងទៀតហើយនឹងលែងអាចរស់នៅដោយសុខស្រួលនៅក្នុងភូមិនេះបានទៀតហើយនៅពេលនោះលោកគ្រូផាដាក៏បាននិយាយវិញវាពិបាកណាស់នៅក្នុងការរក្សារឿងនេះជាសម្ងាត់រឿងក៏បានកាត់ទៅពេលព្រឹកនៅពេលព្រឹកឡើងយើងក៏បានឃើញពីអ្នកដំណើរពីរនាក់ធ្វើដំណើរមកកាន់ភូមិរបស់វ៉ានហើយយើងក៏បានដឹងថាអ្នកភូមិទាំងពីរនាក់នោះគឺជាអ្នកជំនួញវ៉ាននៅពេលនោះក៏បានសួរទៅកាន់ពួកគេទាំងពីរនាក់ថាលោកទាំងពីរមានឈ្មោះអ្វីដែរទៅហើយអត់មានយល់វ៉ានរបស់យើងនៅឡើងខ្ពស់ហើយពួកគេទាំងពីរនាក់ហ្នឹងឮថែមទៀតវ៉ានគាត់ក៏បានណែនាំឈ្មោះប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបានដឹងថាគាត់គឺជាម្ចាស់ភូមិនៅទីនេះអ្នកជំនួញទាំងពីរនាក់របស់យើងនៅពេលដែលបានឃើញវ៉ានព្រាមក៏ដឹងថាវ៉ានគឺជាកូនទី4របស់ Fertio ហើយពួកគេទាំងពីរនាក់គឺមានការភ្ញាក់ផ្អើលណាស់ដោយពាក្យចចាមរាមហ្នឹងគឺបាននិយាយថានៅក្នុងភូមិមួយគឺមានស្ដេចមួយពិតជាល្អខ្លាំងមែនទែនដោយពួកគេគឺមិននឹកស្មានតែស្ដេចដែលពួកគេតែងតែឮមកនេះតាមពិតគឺជាក្មេងម្នាក់តែប៉ុណ្ណោះ Admin សូមប្រាប់ឈ្មោះអ្នកទាំងពីរតែម្ដងទៅដោយបរិមម្នាក់នេះគឺគាត់មានឈ្មោះថា Bell ហើយគាត់គឺមកពី Marie Camber of Commercy ដោយ Admin ក៏មិនដឹងថានឹងគឺជាទីកន្លែងអ្វីផងដែរអាចជាទីក្រុងឬក៏រាជធានីអីចឹងទៅចំណែកឯម្នាក់ទៀតត្រូវជាបងប្រុសរបស់បរិមម្នាក់ហ្នឹងគាត់មានឈ្មោះថា Rango រឿងក៏បានកើតទៅពេលបន្ទាប់វ៉ានបាននាំពួកគេទាំងពីរនាក់ដែលមានដូចជា Rango ហើយនិង Bell ទៅមើលពីឃ្លាំងស្តុកអីវ៉ាន់នៅក្នុងភូមិរបស់គាត់ពួកគេទាំងពីរនាក់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលបានឃើញពីស្ថានភាពដែលមាននៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់ទាំងអស់នោះដោយសារតែពួកគេនឹងក៏បានឃើញថាក្រពើបុរាណជាច្រើនគឺត្រូវបានផ្ទុកនៅក្នុងឃ្លាំងមួយនេះដោយពួកគេទាំងពីរនាក់គឺសឹងតែមិនជឿនោះទេថាភូមិតូចមួយសោះអាចកម្ចាត់ទៅកាន់ក្រពើបុរាណអស់យ៉ាងច្រើនបែបនេះហើយបើតាមសម្ដីរបស់ពួកគេទាំងពីរនាក់យើងក៏បានដឹងថាបើសូម្បីតែ Adventurer ក៏ខ្លាចទៅកាន់ពួកគេទាំងអស់នោះផងដែរវ៉ាបានសួរទៅកាន់បងប្អូនទាំងពីរនាក់ថាចង់ទិញនៅសាច់ទាំងអស់នេះដែរឬទេម្នាក់នៅក្នុងចំណោមបងប្អូនទាំងពីរនាក់ក៏បាននិយាយយ៉ាងលឿនថាគាត់គឺពិតជាត្រូវការសាច់ទាំងអស់នេះខ្លាំងមែនទែនហើយគាត់នឹងបញ្ជាឲ្យគេមកដឹកជញ្ជូនសត្វទាំងអស់នេះយកទៅហើយតែគាត់ក៏នឹងសូមរងចាំរយៈពេល1ខែទៀតបាននាំគេមកដឹកសាច់ទាំងអស់នេះគឺមិនអាចទុកយូរបាននោះទេដូច្នេះអ្នកក៏អាចញ៉ាំសាកល្បងសិនបានផងដែរដោយអត់មានយកប្រាក់យកអីសំបីតែមួយកាក់នោះទេនៅខណៈពេលនោះ
បានរបស់យើងក៏ឆ្លៀតឧស្សាហ៍ពីអាវុធដែលមាននៅក្នុងភូមិរបស់គាត់ផងដែរនៅពេលដែលបងប្អូនទាំងពីរនាក់បានឃើញអាវុធនៅក្នុងភូមិរបស់វ៉ានហើយពួកគេទាំងពីរហ្នឹងគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអាវុធទាំងអស់នោះវ៉ានរបស់យើងគឺសឹងតែប្រកែកគ្រប់មុខហើយដោយនៅពេលនោះក៏បាននិយាយអូសទាញនិងតាក់ទាញទៅកាន់បរិយាទាំងពីរនាក់នោះជាខ្លាំងហើយនៅពេលនោះវ៉ានរបស់យើងក៏បាននិយាយទៅកាន់ពួកគេទាំងពីរនាក់ដែលចង់ឲ្យពួកគេនឹងបង្កើតនៅប្រព័ន្ធជាតូបមួយដើម្បីចង់ឲ្យពួកគេលក់នៅអាវុធជាច្រើនហើយការណាក៏មានតូបកាន់តែច្រើននឹងធ្វើឲ្យពួកគេក៏ទទួលបានប្រាក់ចំណេញច្រើនផងដែរហើយនេះក៏ជាផលប្រយោជន៍មួយដែលធ្វើឲ្យអ្នកផ្សេងទៀតក៏បានដឹងថាអាវុធទាំងអស់នោះគឺយកចេញពីភូមិរបស់វ៉ានជាពិសេសនៅពេលនោះវ៉ានរបស់យើងក៏បានឲ្យដីមួយប្លង់ទៅកាន់ពួកបងប្អូនទាំងពីរនាក់ដើម្បីឲ្យពួកគេទាំងពីរនាក់លក់នៅអាវុធបងប្អូនទាំងពីរនាក់របស់យើងនៅពេលដែលបានលើបាបនោះហើយគាត់សឹងតែមិនជឿនោះទេរួចគាត់ក៏បាននិយាយអរគុណទៅកាន់វ៉ានរបស់យើងជាខ្លាំងហើយមិនចាំយូរទេនៅទីបំផុតពួកគេក៏ទទួលបានហាងមួយសម្រាប់ខ្លួនឯងបានសម្រេចនៅអំឡុងពេលជាមួយគ្នារឿងក៏បានបង្ហាញយើងឃើញពីមនុស្សទាំងពីរនាក់នេះផងដែរដែលពួកយើងទាំងអស់គ្នាគឺសុទ្ធតែបានឃើញគាត់ការពិភាក្សាមុនរួចហើយនៅក្នុងរទេះតាមមកមើលវ៉ាននៅពេលនេះវិញលោកគ្រូរបស់គាត់គឺបាននិយាយប្រាប់ទៅកាន់វ៉ានថានៅពេលនេះភូមិរបស់យើងគឺមានការអភិវឌ្ឍច្រើនណាស់ដែរដូច្នេះគឺយើងត្រូវតែបង្កើតនៅប្រជាជនឲ្យកាន់តែច្រើនជាងនេះដោយប្រជាជនបច្ចុប្បន្នគឺមានតែ 1000 នាក់នោះទេដូច្នេះហើយគាត់ចង់បង្កើតឲ្យបានដល់ទៅ100,000 នាក់អីចឹងទៅតែនៅពេលនោះវ៉ានរបស់យើងក៏បាននិយាយទៅកាន់លោកគ្រូរបស់គាត់វិញថាចំនួនប្រជាជនពេញនេះគឺគ្រប់គ្រាន់ហើយតែអត់ទេសម្រាប់លោកគ្រូផាដាក៏គិតទៅពេលអនាគតដោយគាត់នឹងគឺបាននិយាយថាសូម្បីតែ1លាននាក់ក៏នៅតែជាចំនួនតិចតួចដែរនៅពេលដែលភូមិមានការអភិវឌ្ឍបន្ថែមទៀតវាចាំបាច់ត្រូវដាក់ពង្រាយមនុស្សមួយចំនួនធំដើម្បីគ្រប់គ្រងសម្ភារៈនិងប្រើប្រាស់ភាសាដ៏សមរម្យនៅក្នុងភូមិវ៉ានក្រោយពេលដែលបានស្ដាប់នៅការនិយាយរបស់លោកគ្រូផាដារបស់គាត់ហើយគាត់ក៏មានការយល់ផងដែររួចនៅពេលនោះវ៉ានរបស់យើងក៏បាននិយាយបន្តទៀតតាក់ទងជាមួយនឹងបញ្ហាមួយចំនួននៅក្នុងភូមិដោយគាត់នឹងគឺបាននិយាយថាគាត់មិនចង់ធ្វើឲ្យភូមិមួយនេះក្លាយទៅជារាងការ៉េនោះទេទៅវិញក៏ចង់ធ្វើឲ្យភូមិមួយនេះក្លាយទៅជារាងមួយគឺរាងផ្កាយព្រោះវាគឺអាចការពារខ្លួនពីសត្រូវបានយ៉ាងងាយដែលធ្វើឲ្យសត្រូវនឹងពិបាកនៅក្នុងការវាយលុកចូលស្របពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាកងទ័ពម្នាក់ក៏បាននិយាយប្រាប់ទៅកាន់វ៉ានរបស់យើងថានៅពេលនេះក៏មានអ្នកគេមកចង់ជួបគាត់ហើយនៅពេលនោះអ្នកដែលចង់ជួបវ៉ានគឺជានារីម្នាក់ដែលយើងបានឃើញនេះឯងហើយតាមការណែនាំឈ្មោះរបស់នាងយើងក៏បានដឹងថាឈ្មោះរបស់នាងនោះគឺ Panamera Kalakayan ចំណែកឯម្នាក់នេះវិញនាងគឺជាកូនពៅរបស់មនុស្សម្នាក់ដែលមានឈ្មោះថា Count Ferdinand វ៉ានក៏បាននាំពួកគេទាំងពីរនាក់ទៅកន្លែងនិយាយគ្នានៅពេលនោះពួកគេក៏បាននិយាយគ្នាច្រើនមែនទែនប៉ុន្តែអេដមីនសូមសង្ខេបការនិយាយនោះដោយខ្លីថាកាលនៅពេលនោះគឺនាងមិនបានជឿទេថាតួឯកប្រុសរបស់យើងដែលជាវ៉ានមិនមាននៅសមត្ថភាពទាំង4គឺទឹកដីភ្លើងខ្យល់វ៉ានរបស់យើងក៏បានតបទៅកាន់នារីម្នាក់នោះវិញចឹងទៅថាគេមិនបានកុហកនោះទេហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យបិតារបស់គេបណ្ដេញគេចេញផងដែរនៅពេលនោះនាងក៏បន្តនិយាយទៀតភូមិនៅធ្លាប់តែមានស្ថានភាពលំបាកភូមិទាំងអស់គឺត្រូវបានរិចរិលហើយនឹងត្រូវបានវាយប្រហារដោយពួកខ្មាំងសត្រូវប៉ុន្តែនៅពេលនេះបើជាមានការអភិវឌ្ឍមានប្រជាជនរស់នៅច្រើនទៅវិញនេះក៏ដោយសារតែមិនមែនជាស្នាដៃរបស់វ៉ានរបស់យើងដែលត្រឹមតែជាក្មេងម្នាក់តែប៉ុណ្ណោះប៉ុន្តែប្រហែលជាមានណាគេនៅពីក្រោយខ្នងហើយបានជាអាចធ្វើឲ្យភូមិនេះមានការរីកចម្រើនបានបែបនេះចឹងសរុបជារួមមកម្នាក់ស្រីម្នាក់នោះគឺមិនបានជឿទេថាវ៉ានគឺជាមនុស្សដែលបានធ្វើឲ្យភូមិមួយនោះមានការរីកចម្រើននៅពេលនោះវ៉ានរបស់យើងគ្រាន់តែបានលឺម្នាក់ស្រីនោះនិយាយបែបហ្នឹងហើយក៏បានសើចយកតែម្ដងហើយនៅពេលនោះវ៉ានរបស់យើងក៏បាននិយាយទៅកាន់នារីម្នាក់នោះវិញថានៅពេលដែលឪពុករបស់ខ្ញុំបានបណ្ដេញខ្ញុំមកនេះគឺខ្ញុំមិនទទួលបានអ្វីច្រើននោះទេដោយទទួលបានតែកូនចៅចំនួនប្រមាណអ្នកតែប៉ុណ្ណោះហើយមកជាមួយនឹងអីវ៉ាន់បន្តិចបន្តួចប៉ុន្តែខ្ញុំមិនបានចាត់ទុកពួកគេគឺជាកូនចៅរបស់ខ្ញុំនោះទេឆ្លៀននៅពេលនោះលោកគ្រូផាដាក៏បាននិយាយរឿងនៅក្នុងចិត្តប្រាប់ទៅកាន់ពួកគេទាំងអស់គ្នានៅពេលនោះតែម្ដងទៅដោយគាត់ក៏បាននិយាយថាមូលហេតុដែលគាត់គឺមិននៅទៅកាន់នគររបស់ឪពុករបស់វ៉ានគឺដោយសារតែគាត់ចង់បង្រៀនទៅកាន់វ៉ាននៅពេលដែលគាត់ចូលនិវត្តន៍នេះឯងគឺគាត់ចង់បង្រៀនចំណេះដឹងទាំងឡាយទៅកាន់វ៉ានដើម្បីឲ្យវ៉ានក្លាយទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសនិងអាចគ្រប់គ្រងប្រទេសដូចជាឪពុករបស់វ៉ានបានចាប់អារម្មណ៍មកមើលនារីរបស់យើងនៅពេលនេះវិញនាងក៏នៅតែមិនសូវជឿទៅកាន់សម្ដីរបស់វ៉ាននិងលោកគ្រូផាដាផងដែរដូច្នេះហើយគាត់ក៏បានសុំឲ្យវ៉ានរបស់យើងបញ្យល់គាត់ពីរបៀបដែលធ្វើឲ្យភូមិមួយនេះមានការរីកចម្រើនបន្តិចទៅមើលវ៉ានរបស់យើងក៏មិនចង់និយាយទ្រឹស្ដីអ្វីច្រើននោះទេដោយគាត់គឺនឹងអនុវត្តឲ្យទៅកាន់នារីម្នាក់នោះមើលតែម្ដងទៅហើយអញ្ចឹងពួកគេទាំងអស់គ្នាក៏បានទៅវាខាងក្រៅហើយលោកគ្រូផាដារបស់យើងក៏បានប្រើនៅវេទមន្តរបស់គាត់ដើម្បីបង្កើតនៅជាដីមួយហើយវ៉ានក៏បានប្រើនៅវេទមន្តរបស់គាត់ដូចគ្នាបង្កើតបានទៅជាទូមួយយ៉ាងស្រស់ស្អាតនៅពេលដែលបានឃើញបែបនេះម្នាក់ស្រីម្នាក់នោះគឺមិនអាចនឹងជឿបានទេនោះទេដែលធ្វើឲ្យគាត់គឺមានការភ្ញាក់ផ្អើលជាខ្លាំងនឹងរកពីអ្វីមិននិយាយមិនបានឡើយដោយគាត់នឹងគឺមិននឹកស្មានដល់នោះទេថាត្រឹមតែជាក្មេងតូចតែម្នាក់ប៉ុណ្ណោះប៉ុន្តែមានសមត្ថភាពនៅក្នុងការអភិវឌ្ឍភូមិឲ្យមានការរីកចម្រើនរហូតដល់មកពេលនេះរួចពួកគេទាំងពីរទាំង3ទាំង4នាក់ក៏បាននិយាយគ្នាអញ្ចឹងទៅហើយយើងមើលទៅកាន់នារីក្មេងស្រីរបស់យើងគឺនាងមានការអៀនជាងខ្លាំងមិនដឹងថាអៀនរឿងអ្វីនោះទេហើយក្រោយពីព្រឹត្តិការណ៍នោះបានបញ្ចប់ទៅពួកគេទាំងអស់គ្នាក៏បានទៅហូបអាហារជុំគ្នាដោយខ្លានិងក្មេងស្រីម្នាក់នោះក៏មិនទាន់ទៅណាផងដែរនឹងស្នាក់នៅក្នុងភូមិរបស់វ៉ាននៅពេលនោះហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះបើអ្នកទាំងអស់គ្នាយល់ទៅសាច់រឿងនេះល្អមើលសូមកុំភ្លេច like និង subscribe ឲ្យ admin ម្នាក់មួយផងហ្នឹងហើយ admin ក៏មានតែប៉ុណ្្នឹងទេហើយសម្រាប់មកសាច់រឿងនេះគឺ hot ខ្លាំងមែនតើនិយាយខុសសឹងតែច្រើនជាងអានិយាយត្រូវហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺទៅបាយយល់តែមែនតើហើយសូមកុំភ្លេច comment ជួយលើកទឹកចិត្ត admin ម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត